ស្វាគមន៍ជាបន្តនៅក្នុងកម្មវិធីប្រាច់កំ pl ែង បាទឃើញថាពីមួយវគ្គទៅមួយវគ្គគឺពីមួយគូទៅមួយគូកាន់តែមានភាពស្វាហាប់ទៅហើយជាពិសេសបាទគឺថាមានភាពប្រកៀកប្រកិតគ្នាមែនតើបាទពីបេក្ខជនក៏ដូចជាបេក្ខារីរបស់យើងពីមួយគូទៅមួយគូព្រោះថាគាត់ខំប្រឹងមែនតើដើម្បីតាក់ទាញយកបន្ទុកពីគណៈកម្មការរបស់យើងព្រោះថាបើសិនជាគាត់ហ៊ានតែធ្វើប្រហែលតែបន្តិចបាទគាត់នឹងមានឱកាសចាក់ចេញពីកម្មវិធីផងដែរអញ្ចឹងគឺគាត់ត្រូវតែប្រុងប្រៀបខ្លួនហើយជាពិសេសស្វែងរកនៅសាច់រឿងអ្វីដែលថ្មីថ្មីអ្វីដែលប្លែកប្លែកជាពិសេសគន្លឹះបាទដែលធ្វើឲ្យបងប្អូនរបស់យើងទស្សនាហើយមានភាពសប្បាយរីករាយហើយទទួលបានជាមួយនឹងភាពអស់សំណើចអញ្ចឹងគឺគាត់ទទួលបានបន្ទុកពីគណៈកម្មការរបស់យើងផងដែរបាទសប្តាហ៍នេះបើសិនជានាងខ្ញុំឃើញទៅដូចគាត់អត់សូវភ័យបាទគេហៅថាយើងស៊ាំណាស៊ាំសម្រាប់ស៊ាំបាទហើយអញ្ចឹងជំរាបជូនទៅដល់បេក្ខជននិងបេក្ខារីទាំងអស់បើសិនជាគាត់ទំនេរគួរតែវឹកហាត់ដោយលោកតាវីតាមីន C គាត់និយាយថាយើងគួរតែអានសិភ័យឲ្យបានច្រើនចាហើយពេលខ្លះអញ្ចឹងទៅយើងគួរតែមើលកម្មវិធីណាដែលកំ pl ែងអញ្ចឹងបងណាដើម្បីកែច្នៃទៅលើខ្លួនផងដែរឆ្ងាយទេបាទគឺរៀមច្បងរបស់យើងដែលគាត់បានធ្វើការសម្ដែងតាមស្ថានីយ៍ទូរទស្សន៍នានាជារៀងរាល់សប្តាហ៍អញ្ចឹងគឺគាត់អាចដកស្រង់មិនថាយើងយកមកទាំងអស់តែម្ដងយើងដកស្រង់គេហៅថាក្បួនក្បាច់ណាដែលមើលទៅគួរឲ្យអស់សំណើចគួរមើលទៅគួរឲ្យចង់សើចchứក៏អាចដកស្រង់មកបានផងដែរបាទអរគុណដូច្នេះសូមនាំដល់បងប្អូនទាំងអស់ទស្សនាជាបន្តនៃការបង្ហាញសមត្ថភាពបាទជួបជាមួយនឹងបេក្ខនារីពាក់ស្លាកលេខ5ពេជ្រនៅភីមកពីខេត្តកណ្ដាលបេក្ខជនពាក់ស្លាកលេខ6សៀននប់មកពីភ្នំពេញបាទប្រស្ដីស្វាគមន៍ខ្លាំងៗទាំងអស់គ្នាមិនដើរសភាពទេចាខ្លាចដាច់ស្បែកជើងគេពាក់បានតែ3ម្រាមតែហ្នឹងហើយហងៃពិបាកចិត្តហ្នឹងពិបាកចិត្តដល់កអីហ្នឹងណាកូននៅពេទ្យឈួតណាប្តីមានស្រីមានញីទៀតម្សិលមិញទៅមើលកូននៅពេទ្យឈួតទៅដល់លោកគ្រូពេទ្យហ្នឹងកំពុងតែធ្វើតេស្តកូនទៅដល់គ្រូពេទ្យថាមើលបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូពេទ្យធ្វើតេស្តបើបងប្អូនណាឆ្លើយត្រូវនឹងសំណួរលោកគ្រូពេទ្យនឹងឲ្យទៅជួបក្រុមគ្រួសារវិញហើយលោកគ្រូពេទ្យសួរថាមើលមួយឡានតើបងប្អូនចូលចិត្តឡានអីជាងគេអ្នកខ្លះទៅថាចូលចិត្តឡានជ័រហើយខ្លះទៀតថាចូលចិត្តឡានដីឥដ្ឋអីចឹងចំណែកកូននាងខ្ញុំថាចូលចិត្តឡានអាលុចស៊ី500ចិត្តលោកខ្ញុំថាកូនខ្ញុំជាហើយខ្ញុំសប្បាយចិត្តណាស់កូនខ្ញុំចូលចិត្ត500ចិត្តលោកគ្រូពេទ្យក៏ចូលចិត្តអា500ចិត្តដែរអញ្ចឹងលោកគ្រូពេទ្យថាអញ្ចឹងបងអូនឯងជាអីព្រោះថាឡានអា500ចិត្តហ្នឹងអ្នកណាក៏ចូលចិត្តជិះដែរបងណាលុចស៊ីហ៎មានន័យដល់ពេលក៏កូនខ្ញុំក៏សួរលោកគ្រូពេទ្យវិញថាចេះលោកគ្រូពេទ្យចូលចិត្តឡានអា500ចិត្តលុចស៊ីហ្នឹងលោកគ្រូពេទ្យចូលចិត្តអាប្រភេទអាំងគឺអាប្រភេទស្ងោចប់បដ ாய் ឈួតដដែលលោកហើយគឺចិត្តនឹងប្តីមានស្រីដល់ហើយកាលគ្រាក្រស្រីឡនោះនៅឯណាគ្រប់រងអូនឈឺសាគឺបងជាអ្នកមើលថែពេលអូនមានទុកបងសុំថ្នមរូបគេលុយកាំងក៏ប្រមៀងមេផ្ដាល់ឲ្យគេភ្លេចប្តីភ្លេចកូនបើអូនដឹងថាមានវេលាបងមានស្រីថ្មីសូមអាយយើងនៅក្រក្រីទាំងក្តីគ្មានទឹកនេត្រាតែហួងអងហើយគេទៅយងមានប្រាំងដុល្លារបំផន់ប្តីឲ្យសកាតើស្រីឯណាមិនយំក៏ទៅរកគ្រូទាយមើលសិនតើប្តីខ្ញុំនឹងមានស្រីនឹងអត់ទៅហើយក៏ទៅអ្នកអាសងខាងវាមិនខ្លាំងខ្លាមួយនោះត្មងវិញគ្រូទាយវ័យក្មេងល្បីសុសសាយល្អទាំងរូបកាយស្អាតទាំងសម្ផស្សចេះល្បិចសិលអត់ខ្ចាស់ទៅនេះមកនោះរោមខ្មៅជុកចឹងបានថាគ្រូទាយថ្ងៃនេះមានកិត្តិយសណាស់បានមកជន់នៅទីនេះនឹងបានមកអង្គុយនៅកន្លែងនេះអើយក
គ្រូទាយវ័យក្មេងឃើញថាមិញនេះបើក Facebook បើកតាម Facebook គោលមើលឃើញថាទេវរៈអឺឡាងគាត់បានរីខមមិនមកថាឥឡូវនេះនៅឯមនុស្សលោកយើងនេះកំពុងតែមានណាគ្រោះទុរភិក្សណាជាពិសេសណាកូនសត្វកូនចាប់ឥឡូវកំពុងតែមានគ្រោះធំណាគឺលិចអណ្ដែតដងឬស្អីអណ្ដែតទឹកចឹងឥឡូវគិតថារកប្រម៉ៅមើលសិនមើលឯវកូនចៅវាមានរឿងអីបានទេវរៈអីឡើងធាក់ឯងធ្លាក់ទៅលើឋានលើមកនឹកមិនក្រមចឹងក៏រកប្រម៉ៅមកមើលតិចសិនណាមានសត្វលោកណាអត់ណាដែលមាននិស័យនឹងប្រង់ ទេលើថាម្ដុំហ្នឹងតែអ្នកគ្រូស្អាតអ្នកគ្រូក្តាមប្រៃហ្នឹងមើលទៅយ៉ាងមើលអូមានសួរអ្នកគ្រូហើយអ្នកគ្រូក្តាមប្រៃអ្នកគ្រូក្មេងអ្នកគ្រូស្រស់ហ្នឹងហ៎ហើយអ្នកគ្រូមានហើយនឹងទេអូយទេហើយអូយហើយនឹងឯងអាប់ឲ្យធ្មប់ហ្នឹងណាមនុស្សយើងតាហើយ គឺអារៈមកយកឲ្យតំភ្ញាក់ចប៉ែហ្នឹងមួយល្អហើយណាមិនភ្ញាក់មែនតែនហើយកូនចាបកូនព្រៀបមានការអីឮថាមានទុកធំហ្នឹងណានាងខ្ញុំហ្នឹងពិបាកចិត្តពេកប្តីមានស្រីចោលឲ្យកូនឈួតទៀតសំឲ្យមុខនឹងឯងអញ្ចឹងវាអាណាទៅស្មោះទេឥឡូវមើលនិយាយមើលមានរឿងអីក្រែងវល់យើងអាចជួយបានអ្នកគ្រូក្មេងនឹងទាយមើលតើប្តីខ្ញុំនឹងមានស្រីមែនអត់ហើយស្អីហ្នឹងចែកស្និតធូបមកបាច់ឥឡូវណាកុំភ័យចាណាអ្នកគ្រូមកពីឋានលើហើយឥឡូវនេះប្រមាលមើលឃើញថាឥឡូវនេះសត្វលោកនេះកូនចាប់កូនព្រៀបនេះកំពុងតែមានទុកធំឥឡូវនេះចាំមើលអ្នកគ្រូយកកំពីមកពីភ្នំធានសានមកសិនកំពីនេះទុកនឹងប្រហែល100ឆ្នាំមកហើយណែឥឡូវនេះមានទុកអីគេប្តីអត់នៅផ្ទះហីចាឥឡូវនេះចាំមើលអ្នកគ្រូមើលកំពីឃើញថាយើងនឹងអាក្រក់ពេកមុខអញ្ចឹងនេះជប់ឡើងគេរត់ហ្មងឥឡូវអ្នកគ្រូប្រាប់ណាគាត់ទៀតអ្នកគ្រូឥឡូវអ្នកគ្រូប្រាប់ពីរបៀបណាធ្វើឲ្យប្តីរឹងប្តីរឹងមិនទៅធ្វើឲ្យប្តីនោះរឹងប៉ឹងណារកលុយមកឲ្យយើងអ្នកគ្រូប្រាប់ណាកំពីសិលទី1ចាមុននឹងប្តីមកដល់ណាយើងត្រូវមុជទឹកណាលាបម្សៅលាបក្រែមឲ្យស្អាតបន្ទាប់ពីនោះហើយពេលដែលប្តីមកពីធ្វើការហត់ត្រូវមានកសែងត្រជាក់ទុកជូតឲ្យប្តីណាចាជូតកន្លែងណាសុបរាងកាយទាំងអស់ជាពិសេសណាកន្លែងណាមានក្បាលគឺជូតទៅមិនខុសទេក្បាលអីទៅថ្ងាសមុខពណ៌ហើយនឹងកហើយអ្នកគ្រូនិយាយខ្ញុំភ័យណាបន្ទាប់ពីនេះទៀតណាអ្នកគ្រូឆែកមើលតិចសិនធម្មតាទេបន្ទាប់ពីនឹងហើយប្តីយើងមកពីធ្វើការហត់មែនទេចាហត់នឹងឯងនេះល្អរតំដាក់ប្តីខាងណាអញ្ចឹងឈប់ប្តីមកពីធ្វើការប្តីហត់ណាប្តីបែកញើសប្តីស្ងួតប្តីស្អិតអញ្ចឹងយើងឲ្យទឹកប្តីភ្លាមឲ្យទឹកអីគេឲ្យទឹកគាត់ត្រជាក់មកកែវទៅគាត់ពងហត់ពងឈឺណាចាតាមអ្នកគ្រូហើយមួយទៀតណាគឺជាងាយបំផុតនេះ step ទី1អូខេហើយចំណែកឯ step ទី2វិញគឺជាវិធីធ្វើឲ្យប្តីទុនចិត្តដល់ឲ្យប្តីទុនចិត្តទល់មិនដល់យើងរត់មិនរួចតែអ្នកគ្រូវាអត់មានប្តីទេវិធីធ្វើឲ្យប្តីទុនចិត្តណាពេលដែលយើងរៀបចំខ្លួនប្រានៃហើយឲ្យប្តីមកទទួលទានអាហារក្រុមពលឺភ្លើងទៀនព្រមរសានរ៉ូម៉ាន់ទិកបន្ទាប់ពីនោះមកយើងរៀបចំនេះមុខម្ហូបណាដែលប្តីពេញចិត្តអីមានឆាខ្វិតណាឆាខ្ញីគល់សក្រីណាអ្វីដែលប្តីចូលចិត្តលាក់ចាបន្ទាប់មកយើងញ៉ាំនៅក្រោមពលឺភ្លើងទៀនប្រុងហើយយើងពាក់មួកការពារសុវត្ថិភាពទាំងអស់គ្នាគ្រូញ៉ាំបាយពាក់មួកអីណាគ្រូចេះមានហ្មងមិនមែនណាយើងការពារណាយើងការពារខ្លាចវចិញ្ចក់ឲ្យវាលោតមកទៅវាអត់សម្ដាប់ធ្នាប់ហើយបន្ទាប់មកយើងអុជទៀននៅលើក្បាលយើងចានឹងហើយគេហៅថាញ៉ាំបាយក្រោមពលឺភ្លើងទៀនយកឲ្យទៅនៅឥឡូវម្នេះមកអ្នកគ្រូប្រសិទ្ធិឲ្យហើយវិជានេះគឺថាមិននេះទេណាអូមហាស្នេហ៍អូមហាស្ដាក់ក្បាលនំអត់កនៅទៅស្នេហ៍អូមហាស្នេហ៍អូមហាស្ដាក់ក្បាលនំអត់កនៅទៅស្នេហ៍អីគេគ្រូបល័យអីគេស្ដាក់ក្បាលនំអត់កនៅទៅស្នេហ៍ក្បាលម្ដុំអត់ក្បាលម្ដុំអត់មិនទេគ្រូភពដាក់កដាតលេកពើធ្វើទុក
ផោមដាក់ចង្រុកកាត់ស្រូវកាត់កផោមដាក់ឆ្នាំងសឡកាត់សាច់កាត់ត្រីផោមដាក់ឆ្នាំងដីម៉ាយឡើងថ្លៃក៏មុំចោះថោកណាប៉ុណ្នេះកូនឯងដឹងតែថោកប្តីចុះចុះស្អីគេប៉ោងនេះ ចាវត្ថុធាតុដើម ប៉ុណ្ណឹងយកទៅធានាថាមកប្តីហ្នឹងចិត្តទុនរកយើងហើយ ចា ឥឡូវចឹងប៉ុណ្ណឹងណាអ្នកគ្រូរកទៅរកផ្លូវសត្វឡើងផ្សេងទៅដែរ ចាំមើលនាងខ្ញុំយកតម្រាប់តាមអ្នកគ្រូនឹងធ្វើអនុវត្តតាមស្វាមីនាងខ្ញុំណា ហ្នឹង អរគុណ បាន ចាជំរាបសួរទៅដល់ បាទជំរាបសួរ បែកខណ្ឌរីទាំងពីររូប បែក បែកខណ្ឌរីដែរណោះ បេក្ខជនដល់បង អូបែកជនដល់បង បត ដល់ពេលនេះជើងជាប្រែសម្លេងវិញណា បាទ បាទអរគុណទុកទូនាទីជូនទៅដល់លោកគ្រូឃ្លោកបាទ បាទអរគុណដល់ពិធីការនីហើយសូមជម្រាបថាកញ្ញាដែលពាក់លេខ5សំដែងគឺបើនិយាយមែនតែនទៅក៏ប្លែងមិនអាចលេងស្មើចឹងបានទេពោះពាក្យសម្ដីនិងកាយវិការយើងនិយាយថាប្រៀបធៀបដូចថាវាមានទៀបមានខ្ពស់សម្ដីយើងលេងឲ្យមានទៀបមានខ្ពស់ព្រោះនេះគាត់ស្មើបៀបយើងជំនុំគ្នាអ្នកផ្ទះចិត្តខាងហ្នឹង គ្រូ ចឹងបានតែយើងទៅគិតតែកប្លែងព្រោះយ៉ាងណាតែអារម្មណ៍អ្នកទស្សនិកជនមិនមែនជាការងាយទេទោះបីកាបឃ្លោងដែលយើងយកមកនិយាយក៏ឲ្យវាស័កសមទៅនឹងអានេះសាច់រឿងណាកូនណាហ្នឹងហើយព្រោះតែយើងសំដែងអញ្ចឹងដូចសំដែងដូចធម្មតាអូយគ្រូមកពីភ្នំថៃសានណាអាហ្នឹងបានថាទៀបពោះសំឡេងឲ្យមានទៀបមានខ្ពស់ហើយបើយើងខ្ញុំគ្រូមកពីភ្នំថៃសានរកស៊ីអីចឹងទៅបានថាវាស្មើចឹងទៅអត់មានចំណុចណាមួយដែលតែអារម្មណ៍អ្នកមើល មិនតែអារម្មណ៍បានទេហ្នឹងគាត់តែយើងលើកឡើងទៀបខ្ពស់ឲ្យវាល្អបន្តិចណាគាត់ណាហ្នឹងណៃណងទៅតាមពាក្យសម្ដីរបស់យើងនិងកាយវិការរបស់យើងឲ្យស័ក្តិសមទៅនឹងសាច់រឿងហើយបងប្រុសហើយបងស្រីទី6ណាលេខ6បាទ បងប្រុសបង អញ្ចឹងហ៎ បាទ កាយវិការនេះគឺយើងបានន័យថាវាសពនិមិត្តពេកបានន័យថាសំដែងពេកបានន័យថាយើងធ្វើពេកយើងដើរចេញមកកាយវិការបានន័យថាយើងដាក់នេះអញ្ចឹងគឺឲ្យវារលាក់វាលោតនេះតាមដំណើរធម្មជាតិធម្មតាបានហើយយើងកុំប្រឹងសំដែងដែលថាវាមិនមែនជាដូចថាវាខុសពីធម្មជាតិឆ្ងាយពេកណាហ្នឹងហើយពាក្យសម្ដីក៏និយាយស្មើដូចគ្នាស្មើដូចគ្នាអញ្ចឹងបានប្រឹងប្រែងបន្តិចអូនណាប្រឹងប្រែងរកកលឹះទៅណាដែលនិយាយគឺថាទៀបខ្ពស់ឡើងចុះ អរគុណប៉ុណ្ណឹង បាទអរគុណទៅដល់បាទគណៈកម្មការដែលជាបេក្ខជនក្នុងបែកខណ្ឌរីផងដែរ អរគុណចា៎ អរសង្ឃឹមថាបេក្ខជនបែកខណ្ឌរីនឹងបាទស្ថាបនាខ្លួនឯងដោយពាក្យណែនាំបាទរបស់បាទគណៈកម្មការដែលគាត់បានផ្ដល់ជូននៅបាទកលឹះល្អបែបនេះឃើញថាគាត់មានសមត្ថភាពមានដងហើយប៉ុន្តែគឺគាត់នៅខ្វះខាតនៅចន្លោះខ្លះបាទអញ្ចឹងគឺឃើញថាជាមួយនឹងគណៈកម្មការបានបំពេញជូនគាត់ហើយបាទ ព្រមត្រូវអញ្ចឹងព្រមទាំងអស់គ្នានិយាយចំទៅគណៈកម្មការក៏មិនត្រឹមតែដាក់បន្ទុកឲ្យយើងទេគាត់ជំរុញយើងថែមទៀតអរគុណនៅវគ្គក្រោយលោកអ្នកនឹងបានទស្សនាជាមួយនឹងបទចម្រៀងសម្រាប់ពេលនេះពីកម្មវិធីអនុញ្ញាតសម្រាប់មួយផ្លែសិន